សម្រាប់អ្នកដែលគាត់ទិញ controller D11 ហើយអត់ទាន់ដឹងពីរបៀបនៃការភ្ជាប់ចឹងថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូពីវិធីនៃការភ្ជាប់ controller ជាមួយនឹងទូរស័ព្ទ Android ជាធម្មតានៅក្នុងប្រអប់របស់វាក៏មានសៀវភៅកាតាឡុកប្រាប់ពីរបៀបនៅក្នុងការភ្ជាប់ដែរដូចនេះគេបង្ហាញថាវាភ្ជាប់ជាមួយ Android ពេលបើក device controller របស់យើងហ្នឹងយើងបើកមិនជាងចុចប៊ូតុង power ជាមួយនឹងអក្សរ X ឬក៏សញ្ញាជ្រុងសម្រាប់ iOS ក៏ដូចគ្នាគេមានដូចគ្នាដែរមានចុចប៊ូតុង power ជាមួយនឹងសញ្ញា move ឬក៏អក្សរ B អូខេអញ្ចឹងយើងចូលទៅកាន់វិធីអនុវត្តផ្ទាល់តែម្ដងអញ្ចឹងខ្ញុំបើកខ្ញុំចុចអក្សរ X ឬជ្រុងនេះហើយជាមួយប៊ូតុងបើកតបមកវានឹង load លុបផ្លែតបែបនេះភ្លើងពណ៌បាទជាងបៃតងតបមកយើងបើក Bluetooth នៅក្នុងទូរស័ព្ទយើងមកចឹងវានឹងធ្វើការ search មើលនេះឈ្មោះ device របស់យើង BSP D11 អូខេចឹងយើងធ្វើការភ្ជាប់តែម្ដងចុចលើវាគ្រីសមួយ here អូខេឥឡូវយើងឃើញហើយconnect ជាប់ហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការប្រាប់អ្នកនរគ្នាបើសិនជាអ្នកនរគ្នាចង់លេងហ្គេម PS2 លើទូរស័ព្ទយើងត្រូវ download កម្មវិធីនេះមួយ Etcher SX2 យើងចុចលើមកអូខេឥឡូវខ្ញុំចូលតេស្តទៅលើហ្គេមមួយបាទហ្គេម PES 2025តែម្ដងហ្គេមនេះគេកំពុងតែពេញនិយមនៅក្នុងការបញ្ចូលឥឡូវយើងឃើញ control យើងចុចអត់បានទេដោយសារតែយើងអត់ទាន់ set up នៅក្នុងកម្មវិធីនេះអញ្ចឹងខ្ញុំនឹងប្រាប់ពីរបៀបនៃការ set up យើងចុច back មកវានឹងចេញ setting បែបនេះតោះមកយើងចូលទៅកាន់ icon control icon មួយនេះបន្ទាប់មកយើងយក control port 1យើងក៏វាមកឬក៏យើង touch លើនេះក៏បានដែរបែបនេះ control port 1បន្ទាប់មកយើងយក auto map ហើយយើង select ឈ្មោះ control របស់យើងអូខេវា load message បែបនេះអញ្ចឹងគេប្រាប់យើងដែរថាបើសិនជាយើងចង់ឲ្យច្បាស់យើងអាចមាន menu នៅក្នុងការ set control ខ្លួនឯងដែលយើង scroll ចូលខមមកនេះតាមសញ្ញារបស់គេមក D-pad up យើងចុចឡើងទៅលើ D-pad right ចុចមកឆ្វេងមកស្ដាំអធិស្ឋាន D-pad down ចុចចុះក្រោម D-pad left យើងចុចមកឆ្វេង rectangle ថៃកោណវាស្មើនឹងបាទអក្សរ Y ចុចដូចដែលគេប្រាប់មក O X ជ្រុង select អូខេ select យើងអាចមួយនេះ start យើងអាចមួយនេះចូលមក L1 L2 អូខេ R1 R2 L3 ខាងស្ទិចរបស់យើងនេះខាងឆ្វេង R3 ខាងស្ទិចរបស់យើងនេះjoystick របស់យើងខាងស្ដាំពីស្រីតាមវាហើយនេះគឺប្រើពាក្យ left បានន័យថា left ខាងនេះខាងឆ្វេងនេះហើយ stick up ចុចតាមវាមក left stick ទៅស្ដាំ left stick ទៅក្រោម left stick ទៅឆ្វេងនេះវាគ្នាដែរវាដាក់ left stick up ឲ្យជាស្រ័យវាដាក់ right stick up ចុច right stick up នេះមកដូចគ្នាទៀត right stick left ជាស្រ័យ stick right stick right អូខេប៉ុណ្ណឹងយើងហើយរួចរាល់យើងខ្វែងវាយើងសាក់ចូលតែម្ដងពីស្គាល់
ចូលហ្គេមតេស្តឲ្យអ្នកនរគ្នាមើលអូខេយើងខ្វិចមាច់តែម្ដងចឹងសម្រាប់អ្នកទាំងអស់គ្នាដែលកំពុងតែស្វែងរកដៃហ្គេមកុំភ្លេចដៃហ្គេម Cambodia Shop ខាងយើងមានដៃហ្គេមជាច្រើនប្រភេទសម្រាប់ឲ្យអ្នកទាំងអស់គ្នាជ្រើសរើសអាចបတ်តេស្តផ្ទាល់ក៏បានហើយយើងក៏មានជាវីដេអូបង្រៀនផ្សេងៗដើម្បីអ្នកទាំងអស់គ្នាងាយស្រួលក្នុងការពិនិត្យលេងដោយផ្ទាល់ចឹងសម្រាប់ PlayStation 2 អ្នកដែលគាត់ប្រើទូរស័ព្ទដែលមាន chip ចំនួន Gen 2 Gen 3វាលេង smooth មែនទែនដូចលេងលើម៉ាស៊ីនផ្ទាល់ចឹងតែសម្រាប់អ្នកគាត់ប្រើ8 ដើមឬក៏ Gen 1ក៏អាចប្រើបានដែរគ្រាន់តែវារៀងឡើងកម្ដៅខ្លាំងហើយវារៀងតាក់ frame rate បន្តិចតែយើងអាចលេងបាននេះខ្ញុំស្រែ graphic វាដោយសារវានៅក្នុង chip Gen 2ខ្ញុំដាក់ដល់ 2K នេះគឺ smooth តាម Two sides, neither of whom can afford to. So we're up and running. Now there's a fearsome name in the starting lineup. Mark Hagan, proper centre forward. Very much the classic. Oh, hey! And extraordinary start. Breakthrough in next to no time. Straight off the left foot. Sang đặt đi rồi nè. Đi hơi chiều đến. Chấm trực em ở những vật tàn bài không đáng thế slide môi không mà slide bạn chơi môi rồi chấm vì muốn đi trong lên game play sân thú rồi từ những nhìn từ chua như TV như nhìn sân thật đầy đó chúng nói lời ní dương miên thậm ta smartphone đã nhìn cùng rằng lắng cặpពី Asian 1 ឡើងទៅយើងអាចលេងបានស្មើទៅអូយ ចឹងសម្រាប់វីដេអូនៃការភ្ជាប់របស់យើងមានប៉ុណ្ណឹងហើយមានការ set up និងការលេង Ultra SS2 ផងខ្លះមានប៉ុណ្ណឹងបើសិនអ្នកនរគ្នាមានចំណូលអីផ្សេងៗអាចឆាតចូលពេចធ្វើការរបស់ Diamond Cambodia Shop ឬក៏ Telegram ផ្ទាល់ក៏បានដែរ